ស្ត្រីនោះបានជន់ឈ្លីកណ្ដាលនៅលើដីរហូតដល់ស្លាប់ឈៀវមេភ្លាមបានទៅបញ្ឈប់គាត់ប្រសិនបើដង្កូវងាប់បន្ទាប់មកព្រះមហាក្សត្រយានីនឹងសងសឹកដោយក្លិនបន្ទាប់ពីលើរឿងនេះមនុស្សគ្រប់គ្នាមិនត្រឹមតែប្រងើយកន្តើយនឹងវាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជន់ឈ្លីដង្កូវរហូតដល់ស្លាប់ទៀតផងគាត់ក៏បាននិយាយផងដែរថាឈៀវមេកំពុងបោកបញ្ឆោតសាធារណជនហើយពួកគេបានចាក់សោគាត់នៅក្នុងច្រកទ្វារដែកតើពួកគេដឹងទេថាកំហុសម្ដាយនឹងមករកអ្នកយ៉ាងឆាប់រហ័សបន្ទាប់ពីមានក្លិនហើយឈេលមេបានចាក់សោខ្លួនឯងដោយផ្ទាល់បន្ទាប់ពីត្រូវបានចាក់សោសូមអរគុណលោកសេងតើអ្នកកំពុងធ្វើអ្វីជាមួយឆ្នាំងក្តៅនេះគាត់នឹងស៊ីយើងតើអ្នកកំពុងនិយាយអំពីអ្វីបើកទ្វារបើកទ្វារបើកទ្វារខ្ញុំនឹងប្រាប់អ្នកពីអ្វីយើងជាប្រភេទនៃការស្លាប់នៅទីនេះថ្ងៃនេះអ្នកគឺជាឃាតវាជាអ្នកដែលមិនជឿលើវាសនាអ្នកត្រូវតែស្ដាប់ពាក្យរបស់ស្ដេចតើវាតាក់ទងអ្វីនឹងខ្ញុំគឺថាអ្វីគឺជាកំហុសរបស់ខ្ញុំបោះអ្វីទាំងអស់ចោលហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យប្អូនស្រីរបស់ខ្ញុំប្អូនស្រីរបស់អ្នកប្រសិនបើអ្នកគិតថាបដិវត្តតូចខ្ញុំនឹងរឹងមាំតែម្នាក់ឯងបងស្រីតើអ្នកកំពុងនិយាយអំពីអ្វីគ្មានផ្លូវទេសូមឲ្យពួកគេស្លាប់នៅទីនេះអូអ្នកគ្រប់គ្រងដែកមិនស្ថិតស្ថេរកុំបញ្ឈប់ក្បាច់គុណនេះអ្នកអាចគិតពីផ្លូវមួយអ្វីដែលជាលបែងប្រសិនបើខ្ញុំស្ដាប់ទៅដូចជាខ្ញុំកំពុងព្យាយាមយ៉ាងខ្លាំងគួរតែខ្លាចសំឡេងដ៏អាក្រក់នេះនោះមិនមែនជាអរិយផ្កាយទេវាជារបាំងការពារអត់មានអ្វីទៀតទេសៀវស៊ីអ្នកទើបតែព្យាយាមជៀសវាងសេកអ្នកនឹងនៅម្នាក់ឯងហើយទុកឲ្យយើងនៅខាងក្រៅតើអញ្ចឹងមែនទេអ្នកទើបតែនិយាយតើការចង់បានអ្វីអ្នកក្រោកឡើងសើចខ្ញុំទើបតែត្រូវបានគេនិយាយដោយមិនសមហេតុសមផលបន្តិចវាជាប្អូនស្រីរបស់ខ្ញុំដែលបានបង្ខំខ្ញុំតើនោះមិនមែនជាអ្វីដែលគាត់ចង់ឲ្យខ្ញុំនិយាយទេបងប្រុសឆេលជេបងប្រុសនឹងម្ដាយប្រសិនបើពិតជាមានបិសាចគ្រងខ្ញុំសុខចិត្តស្លាប់ដោយខ្លួនឯងខ្ញុំក៏មិនអនុញ្ញាតឲ្យមានអ្វីកើតឡើងចំពោះអ្នកដែរមានតែវត្ថុរបស់ខ្ញុំប៉ុណ្ណោះដែលជាបិសាចដែលអ្នកបានលើកឡើងមានមនុស្សល្ងីល្ងើមួយចំនួនឈូវែងកងនឹងមកទីនេះឆាប់ឬក្រោយមកយើងត្រូវរកកូនសល់ទ្វារហើយចេញទៅជួយសង្គ្រោះជីវិតយើងខ្ញុំចាំបានក្នុងជីវិតមុនខ្ញុំឈឺ302ផែនទី1ត្រូវបានរកឃើញនៅក្នុងបន្ទប់ក្បាលកម្មជណ្ដើរអន្តែតចូលទីតាំងរបស់កូនសល់ខ្ញុំស្អប់អ្នកឆ្កេងញីការចាប់ឆ្នោតគឺដើម្បីបំភ័យយើងហេតុអ្វីបានជាអ្នកមិនបើកទ្វារឲ្យយើងឥឡូវនេះយកដៃខ្វក់របស់អ្នកចេញពីខ្ញុំកុំយកក្លិនក្រអូបរបស់សេកមកលើខ្ញុំខំខ្លួនឯងរហូតដល់ស្លាប់ខ្ញុំគិតថាអ្នកឈួតតើអ្នកហ៊ាននិយាយជាមួយបងប្រុសរបស់អ្នកយ៉ាងដូចម្ដេចតើអ្នកមិនគួរចេញមកលុតជង្គង់ជាមួយយើងហើយសុំទោសទេប្រសិនបើខ្ញុំបានស្ដីបន្ទោសគាត់ពីមុនគាត់យំហើយសុំការអភ័យទោសពីខ្ញុំឥឡូវនេះវាដូចជាយើងមានខ្យល់តើអ្នកកំពុងលេងអ្វីនេះគឺជាបន្ទប់ផ្ទុកវិជ្ជសាស្ត្រវាគួរតែមានល្ពៅមានប្រយោជន៍ជាច្រើនខ្ញុំគិតថាអំពូលភ្លើងតាមផ្លូវនៅលើផ្លូវនេះល្អទាំងអស់តើយើងមិនចាំបាច់រកបន្ទប់សម្រាកទេហេតុអ្វីបានជាយើងមិនរកវូដចៃដនដើម្បីសម្រាកមួយរយៈជាឆ្វេងអ្នកពិតជានាំមកនៅជីវិតល្អការធានាបិសាចដោយផ្ទាល់តើអ្នកនឹងស្លាប់ជាមួយគ្រួសារអ្នកទាំងមូលទេផ្លូវដែលខ្ញុំបានជ្រើសរើសគឺស្អាតនិងភ្លឺប្រសិនបើមានបិសាចណាមួយនៅទីនេះវានឹងស្ថិតនៅលើផ្លូវដែលខូចដែលអ្នកជ្រើសរើសហើយផែអ្នកនោះកើតមកចូលចិត្តរស់នៅកន្លែងដែលមានយន្តហោះប្រតិកម្មមិនមែនសំបីតែរឿងធម្មតានេះទេបន្ទាប់មកខ្ញុំសង្ឃឹមថាអ្នកមានជីវិតនៅសល់5នាទីទៀតខ្ញុំបានរកឃើញកូនសោទ្វារខ្ញុំនឹងធ្វើឲ្យវាមានជីវិតឈប់តែខ្ញុំអ្នកបានរកឃើញកូនសោហើយបន្ទាប់មកយើងអាចចេញទៅក្រៅបានអ្វីដែលជាភ្នែករបស់អ្នកម្ដាយរបស់អ្នកគិតថាមនុស្សដែលមានឈាមត្រជាក់បែបនេះអាចត្រូវបានគេសម្លុតនៅសាលារៀនខ្ញុំគិតថាគាត់កំពុងលក់ខ្ទមដែលបាក់បែកដោយចេតនាផ្ដល់ឲ្យម្ដាយនៅកន្លេស
នៅពេលអ្នកត្រឡប់មកផ្ទះវិញនៅពេលនេះអ្នកត្រូវពន្យល់យើងអំពីសាលារៀននិងភ្លើងពន្យល់បងស្រីខ្ញុំមិនបាននិយាយថាអ្នកប្រតិកម្មដំបូងរបស់អ្នកនៅពេលអ្នករកឃើញកន្លេសខ្ញុំបាននិយាយពីរបៀបដើម្បីឲ្យមនុស្សគ្រប់គ្នាចេញប្រសិនបើអ្នកឈរនៅទីនេះហើយចរចាលក្ខខណ្ឌជាមួយយើងវាអាចថាកន្លេសគឺคล้ายតតែសោះយ៉ាងណាមិញអ្នកធ្វើពុតដើម្បីទទួលយកកិត្តិយសរបស់ខ្ញុំបើកមាត់ក៏មានលុយច្រើនដែរកុំឆ្ងល់ថាមនុស្សមានលុយច្រើនដូចអ្នកកំហុសនិយាយកុហកពិតជាបានទាត់ចូលសៀវអូផ្ដល់ឲ្យខ្ញុំនៅកូនសោះហើយខ្ញុំនឹងពិនិត្យមើលវាអ្នកសោកសៅនេសាទខ្ញុំនឹងដោះស្រាយវិក័យប័ត្រជាមួយអ្នកនៅពេលខ្ញុំចេញទៅក្រៅប្រសិនបើអ្នកមិនអរគុណខ្ញុំបន្ទាប់ពីចេញទៅក្រៅអ្នកត្រូវតែទូទាត់កណីជាមួយខ្ញុំអាប់ធ្មប់នាំវាមករាល់ពេលដែលអ្នកលេងខឹងខ្លាំងណាស់នៅចុងបញ្ចប់តើអ្នកនៅតែមិនត្រូវមកហើយផ្គប់ចិត្តយើងទេតើអ្នកកំពុងធ្វើអ្វីប្រគល់ហ្គេមសូមប្រញាប់ឡើងកុំចំណាយពេលយូរនៅសល់3នាទីនិង48វិនាទីអស្ចារ្យឲ្យមែនហើយលឿននឹងមកដល់ឆាប់នេះតើអ្នកមិនចេញទៅក្រៅជាមួយយើងទេខ្ញុំជាម្ដាយរបស់អ្នកតើអ្នកមិនចង់បានម្ដាយទេប្រញាប់ឡើងហើយធ្វើក្លិនលើខ្លួនអ្នករត់គេចតាមទ្វារក្រោយកុំជឿគាត់ប្រហែលជាបិសាចនេះក៏ជាកំហុសរបស់គាត់ដែរទេយើងមិនអាចទៅតាមផ្លូវនោះទេត្រូវតែទៅតាមផ្លូវនេះ